សម័យមើលបើពេលយើងចេញទៅក្រៅទៅកញ្ចក់វ៉ែនតារបស់យើងហ្នឹងប្រែពណ៌ទៅជាពណ៌ខ្មៅដោយវ៉ែនតាខ្មៅចឹងតែដល់ពេលយើងចូលមកលុបវិញវាប្រែទៅជាកញ្ចក់ពណ៌សធម្មតាវិញផងតែគាត់ទៅក៏លោដែរម៉ែនអត់ដូចវេទមន្តចឹងតោះសាគមអំពីការជជែកពីនេះពីនោះជាមួយ VC ខ្ញុំមកកាត់ជាមួយបងស្រីកណាពួកយើងថ្ងៃហ្នឹងនឹងនិយាយអំពីតើអ្វីទៅជាកញ្ចក់ប្រែពណ៌កញ្ចក់ប្រែពណ៌គឺជាកញ្ចក់ដែលនៅខាងក្នុងម្លប់សថ្លាធម្មតាហើយប្រែពណ៌ទៅជាពណ៌ខ្មៅនៅពេលដែលវាត្រូវពន្លឺ UV ចំពោះការប្រែពណ៌របស់វាគឺប្រែពណ៌ទៅតាមកម្រិតនៃ UV បើសិនជាកម្រិត UV ខ្លាំងការប្រែពណ៌កាន់តែខ្មៅដិតល្អអត្ថប្រយោជន៍នៃកញ្ចក់ប្រែពណ៌គឺជួយសម្រួលដល់អ្នកប្រើប្រាស់គាត់មិនបាច់ផ្លាស់ប្ដូរវ៉ែនតាច្រើនដោយសារវាអាចការពារភ្នែកពីពន្លឺនៅខាងក្នុងម្លប់ក៏ដូចជាពន្លឺនៅខាងក្រៅជាពិសេសគឺ UVA និង UVB ជាពិសេសអ្នកដែលគាត់មិនចង់ផ្លាស់ប្ដូរវ៉ែនតាច្រើនអញ្ចឹងកញ្ចក់ប្រែពណ៌នេះគឺអាចការពារភ្នែកគាត់គ្រប់ស្ថានភាពនៃពន្លឺតែម្ដងបច្ចុប្បន្នកញ្ចក់ប្រែពណ៌ម៉ាកល្បីៗមានដូចជា Essilor Transition របស់បារាំង ដៃ Photo Fusion X របស់អាល្លឺម៉ង់និង Hoya Sanity របស់ជប៉ុនដែលកញ្ចក់ទាំងនេះក៏មានលក់នៅ VC Optic ផងដែរពេលស្ដាប់ហើយចាប់អារម្មណ៍នឹងកញ្ចក់ប្រែពណ៌មែនអត់មកខាងវ៉ែនតា VC សួរអំពីចំណុចថ្មីៗដែលស័ក្តិសមនឹង style របស់អ្នកទាំងអស់គ្នា